ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំមានមនុស្សថ្មីយកមកបង្ហាញទៅកាន់បងប្អូនចាដើម្បីឲ្យបងប្អូនទាំងអស់គ្នាឆ្ងាញ់ប្លែកមាត់ប្លែកកោះដូចជានាងខ្ញុំដែរចាបើសិនបើជានាងខ្ញុំមានអ្វីប្លែកថ្មីឆ្ងាញ់គឺតែងតែនឹកឃើញទៅដល់បងប្អូនទាំងអស់គ្នាជានិច្ចចាថ្ងៃនេះគឺនាងខ្ញុំមកលេងអំបិលប្រទេសយកមកញ៉ាំជាមួយនឹងពងទាកូនឬមួយក៏យើងញ៉ាំជាមួយនឹងសាច់ឆាលោកដាក់អីក៏បានដែរគឺថាមានរសជាតិឆ្ងាញ់ឥឡូវនេះសូមបងប្អូនមកមើលពីគ្រឿងផ្សំក៏ដូចជារបៀបចម្អិនជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំសម្រាប់យកមកលេងអំបិលប្រទេសចាមានដូចជាអំបិលគ្រួសមានម្រេចសចាចំពោះម្រេចសនេះគឺយើងអត់ចាំបាច់បុកឲ្យម៉ត់ទេគ្រាន់តែថាយើងដំឲ្យរាងបែកបន្តិចហ្នឹងគឺបានហើយក៏មានជាមួយនឹងស្លឹកឬសើចាចំពោះស្លឹកឬសើនេះគឺយើងហាន់ជាសរសៃតូចហើយក៏មានជាមួយនឹងម្ទេសហើយក៏មានជាមួយនឹងខ្ទឹមក្រហមបំពងចាជាដំបូងគឺនាងខ្ញុំលេងអំបិលចាលេងអំបិលឲ្យបានរាងស្ងួតបន្តិចទៅហើយក៏មកបន្ថែមជាមួយនឹងម្ទេសចាចាក់ចូលទៅលេងជាមួយគ្នាបន្ទាប់ពីលេងម្ទេសហើយនឹងអំបិលបានស្ងួតល្អហើយក៏នាងខ្ញុំចាក់ស្លឹកឬសើចាលេងឲ្យបានក្រៀមបន្ទាប់មកទៀតក៏ចាក់ជាមួយនឹងម្រេចសចាចាក់ចូលទៅរំលីងជាមួយគ្នាហើយជាចុងក្រោយបំផុតនោះគឺដាក់ជាមួយនឹងខ្ទឹមក្រហមបំពងចាតែប៉ុណ្ណេះគឺរួចរាល់ហើយបងប្អូនហើយបើនិយាយពីរសជាតិវិញគឺថាឡើងឈ្ងុយតែម្ដងចំពោះអំបិលម្ទេសលេងនេះគឺនាងខ្ញុំអត់បន្ថែមជាមួយនឹងប៊ីចេងទេបើសិនបើជាបងប្អូនចង់ញ៉ាំជាមួយនឹងប៊ីចេងបងប្អូនអាចបន្ថែមបានចាឥឡូវនេះគឺអំបិលម្ទេសលីងរបស់នាងខ្ញុំចារៀបរាល់ហើយគឺថាមានក្លិនឡើងឈ្ងុយមែនតើហើយបើសិនជាយើងច្បាច់ក្រូចឆ្មាមកហើយក៏បន្ថែមជាមួយនឹងទឹកដោះគោហើយស្រូបជាមួយនឹងពងទាកូនគឺថាជាតិខ្លាំងមែនតើបងប្អូនគឺត្រូវគ្នាខ្លាំងមែនតើដោយសារថាវាមានក្លិនឈ្ងុយពីក្រូចសើចហើយនឹងមានរសជាតិឈ្ងុយក៏ដូចជាឆ្ងាញ់ពីម្រេចសនោះគឺថាពងទាកូនពេលដែលញ៉ាំជាមួយនឹងអំបិលម្ទេសលីងនេះគឺវ៉ាវមែនតើឥឡូវនេះគឺថាបន្ទាប់ពីលេងអំបិលម្ទេសរួចរាល់ហើយគឺមកចាត់ការញ៉ាំជាមួយនឹងពងទាកូនហើយនេះខ្ញុំក៏បន្ថែមជាមួយនឹងទឹកដោះគោខាប់បន្តិចជំនួសពីការដាក់ស្ករមកដាក់ជាមួយនឹងទឹកដោះគោខាប់ហើយក៏បន្ថែមជាមួយនឹងក្រូចឆ្មាហើយនឹងខ្ទឹមជ្រោះបន្ទាប់មកទៀតគឺស្រូបទៅលើពងទាកូនហើយពេលដែលទំពាចូលមាត់ទៅគឺរសជាតិឈ្ងុយឆ្ងាញ់ពេញមាត់តែម្ដងបងប្អូនសាកសម័យមើលស្លឹកក្រូចសើចឈ្ងុយហើយពេលដែលទំពាប៉ះជាមួយនឹងម្រេចសចាឈ្ងុយបែកពេញមាត់ទៀតនោះគឺថារសជាតិឲ្យវ៉ាវតែម្ដងហើយឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ហើយនាងខ្ញុំសុគន្ធាក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំសុគន្ធាអរគុណច្រើនបាយបាយ